ចម្រៀងរាជប្រាថ្នារំភើបគូថ្លែងគណៈវីដេអូចម្រៀងកូនអាចារ្យញ៉ែប៉ះកូនមេឃុំរបស់លោកនិងកញ្ញាខាត់សួស្ដីច្រៀងឆ្លើយឆ្លងគ្នាមានអ្នកចូលទស្សនាដល់1 ក្នុងមួយថ្ងៃអ្វីត្បិតតែពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅក៏ពិតមែនប៉ុន្តែបទចម្រៀងកូនអាចារ្យញ៉ែប៉ះកូនមេឃុំរបស់តារាចម្រៀងរាជប្រាថ្នានិងកញ្ញាខាត់សួស្ដីនៅតែមានអ្នកទស្សនាច្រើនដោយសារតែបទចម្រៀងមួយនេះជាបទចម្រៀងឆ្លើយឆ្លងគប់គងផ្លែផ្កាដាក់គ្នាជាមួយនឹងចង្វាក់រាំដ៏គួរឲ្យទាក់ទាញជាក់ស្ដែងតាមរយៈវីដេអូដែលលោករាជប្រាថ្នានិងកញ្ញាខាត់សួស្ដីបាននាំគ្នាយកទៅច្រៀងលេងកំសាន្តមានអ្នកទស្សនាដល់ទៅរាប់លាននាក់លោករាជប្រាថ្នាបានបង្ហាញនៅអារម្មណ៍ពិតរបស់ខ្លួនថា1 MVU ក្នុងមួយថ្ងៃពិតជាអរគុណសម្រាប់ការគាំទ្រពីពុកម៉ែបងប្អូនដែលបានស្រឡាញ់និងពេញចិត្តបទចម្រៀងកូនអាចារ្យញ៉ែប៉ះកូនមេឃុំជាមួយនឹងក្តីរំភើបនេះលោករាជប្រាថ្នាថែមទាំងបាននិយាយនៅក្នុងបទចម្រៀងថ្មីៗជាច្រើនទៀតដើម្បីបំពេញអារម្មណ៍ទស្សនិកជនកុំភ្លេចចូលទស្សនានិងគាំទ្របទចម្រៀងរបស់លោកផងលោករាជប្រាថ្នាគឺជាអ្នកចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បទចម្រៀងរបស់លោកភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងបែបរាំលេងកម្សាន្តសប្បាយៗជាពិសេសនៅពេលដែលលោកចាប់ដៃគូជាមួយតារាចម្រៀងខាត់សួស្ដីគឺពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនជាពិសេសបទចម្រៀងនៅក្នុងឱកាសចូលឆ្នាំថ្មីនិងបុណ្យភ្ជុំបិណ្ឌជាដើមទស្សនិកជនបានទស្សនាបទចម្រៀងកូនអាចារ្យញ៉ែប៉ះកូនមេឃុំហើយឬនៅបើមិនទាន់បានទស្សនាទេតោះទៅទស្សនាទាំងអស់គ្នានៅលើ Page ផ្លូវការផលិតកម្ម Galaxy Navatra ទាំងនៅលើ Facebook ក៏ដូចជានៅក្នុង YouTube